សួស្តីរុនសួស្តីបងប្អូនវាត្រីសួស្តីបងប្អូនសាយ័នសួស្តីបងប្អូនពេលរសៀលនេះភ្នំនៅទឹកសាបក្រុងបរសៃនោះបាទខ្ញុំមកថតនៅបុរីដែលខ្ញុំបានទិញផ្ទះទិញដីណាឥឡូវហ្នឹងនេះអានេះដីឡូគេដីឡូបាទហើយខ្ញុំថតកន្លែងដីឡូរបស់ទាវខ្ញុំដែលគាត់បានទិញហើយគាត់ធ្វើលបងហើយគាត់ដាំដំណាំច្រើនណាបាទស្អាតណាបងប្អូននេះខ្ញុំប្រហែលចូល YouTube ឲ្យបងប្អូនជួយ share ជួយ like ជួយ follow ខ្ញុំផងអូនេះអូលហុងបងប្អូនអូផ្លែល្អណាបងប្អូនអូខៀវពឹកហ្មងដីនេះដីជីជាតិហ្មងក្រុងផ្សេងនោះដីជីជាតិហ្មងអូនេះអូយបងប្អូនអើយលហុងនេះផ្លែឡើងក្តាំងដើមផ្លែឡើងក្តាំងដើមហ្មងនេះឈ្មោលបងប្អូនឈ្មោលក៏យើងមានផលប្រយោជន៍ដែរឈ្មោលមានផលប្រយោជន៍ត្រង់ថាផ្កាវាក៏យើងហូបបានដែរបាទនេះចូលមកដល់ក្នុងបងប្អូនដល់ក្នុងបាទបងប្អូនទស្សនាមួយខ្ញុំដើមលហុងក៏ផ្លែមានស្វាយអូទៅវិញរបេះផ្កាលហុងនេះយកទៅហូបឆៅអូនេះអូល្អបងប្អូនអើយនេះអូមានផ្កាម្លិះទៀតគួនអីនេះគួននោះគាត់ទិញក្របមកគាត់ព្រោះបាទគាត់ព្រោះនេះឡើងខៀវពឹកបងប្អូនអើយនេះសួនច្បាររបស់គាត់នេះតបែកបងប្អូនតបែកផ្លែឡើងក្តាំងដើមនេះដើមប៉ុណ្ណឹងផ្លែអស់បងប្អូននេះអូល្អណាស់បងប្អូនអើយខ្ញុំថតកន្លែងគាត់ចិញ្ចឹមខ្យងនេះខ្យងបងប្អូនមើលវាស៊ីតគួននេះខ្យងនេះវាស៊ីតគួនណាបងប្អូនមកពងវិញនេះមកពងមកពងវិញអូខ្យងបងប្អូនមកពងនេះនេះមកថតច្បាស់ពងតិចនេះពងអូពងឡើងក្តាំងពងអូបងប្អូនអើយនេះមានបកងទៀតតែយើងនៅខាងក្រោមយើងមើលអត់ឃើញអូស្រួលចាំខ្យងនេះបងប្អូនមើលនេះពងឡើងលើពងហ្មង